ចិននិងតៃវ៉ាន់ត្រៀមខ្លួនសម្រាប់ព្យុះទីហ្វុងបាវីមានល្បឿន200គីឡូម៉ែត្រក្នុង1ម៉ោងដែលនឹងមកដល់នៅចុងសប្តាហ៍នេះប្រទេសចិននិងតៃវ៉ាន់នៅថ្ងៃប្រហ័សថ្ងៃទី9ខែកក្កដាកំពុងត្រៀមខ្លួនសម្រាប់ព្យុះទីហ្វុងបាវីដែលអ្នកព្យាករណ៍អាកាសធាតុនិយាយថាអាចជាព្យុះដ៏ខ្លាំងបំផុតមួយដែលវាយប្រហារតំបន់នេះក្នុងរយៈពេលជាច្រើនឆ្នាំព្យុះទីហ្វុងនេះបានត្រូវគេរំពឹងថានឹងឆ្លងកាត់ជិតតៃវ៉ាន់ជាមួយនឹងខ្យល់បក់ជិត200គីឡូម៉ែត្រក្នុង1ម៉ោងមុនពេលធ្វើដំណើរឆ្ពោះទៅកាន់ឆ្នេរសមុទ្រខាងកើតរបស់ប្រទេសចិនដោយនាំមកនូវខ្យល់បក់ខ្លាំងភ្លៀងខ្លាំងនិងទឹកជំនន់ផងដែរខណៈដែលផ្នែកខ្លះនៃប្រទេសចិននៅតែរងផលប៉ះពាល់ដោយសារព្យុះទីហ្វុងម៉ៃសាអាជ្ញាធរនៅតៃវ៉ាន់បានជំរុញឲ្យប្រជាជនស្តុកទុកនូវសម្ភារៈនិងត្រៀមខ្លួនសម្រាប់អាកាសធាតុធ្ងន់ធ្ងរនៅពេលដែលព្យុះខាត់ជិតមកដល់អាជ្ញាធរព្យាករណ៍ថាទឹកភ្លៀងកម្ពស់រហូតដល់1ម៉ែត្រនឹងធ្លាក់មកលើភ្នំភាគខាងជើងនៃកោះជុំវិញទីក្រុងតៃប៉េហើយទាហានប្រហែល 29,000 នាក់ត្រូវបានដាក់ឲ្យត្រៀមខ្លួនយោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិនព្យុះបាវីដែលបច្ចុប្បន្នមានទទឹងប្រហែល 1000 គីឡូម៉ែត្រត្រូវបានគេព្យាករណ៍ថានឹងបោកបក់ឆ្លងកាត់ភាគខាងជើងនៃកោះតៃវ៉ាន់មុនពេលបោកបក់ចូលខេត្តហ្វូយៀនភាគខាងកើតប្រទេសចិននៅល្ងាចថ្ងៃសៅរ៍នេះនៅក្នុងប្រទេសចិនអាជ្ញាធរក៏បានបង្កើតការប្រុងប្រយ័ត្នផងដែរនៅពេលដែលព្យុះនេះបានធ្វើដំណើរកាន់តែជិតឆ្នេរសមុទ្រការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់កំពុងដំណើរការនៅក្នុងតំបន់ដែលអាចនឹងត្រូវវាយប្រហារដោយក្តីបារម្ភផ្ដោតលើរលកព្យុះការរអិលបាក់ដីនិងការរំខានដល់ការដឹកជញ្ជូនក្រុមអ្នកជួយសង្គ្រោះនៅក្នុងប្រទេសចិននៅតែកំពុងរុករកតាមគំនរបែកបាក់បន្សល់ទុកដោយព្យុះទីហ្វុងម៉ៃសាដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់39នាក់ខណៈដែលវាបានបោកបក់ឆ្លងកាត់តំបន់ភាគនិរតីនៃខេត្តជាងស៊ីងកាលពីសប្តាហ៍នេះ